បុរសម្នាក់ស្រមៃថាអាចបឺតទឹកសមុទ្រអស់តែម្ដងគេគ្រាន់តែយកបំពង់នោះជ្រលក់ចូលក្នុងសមុទ្ររួចបិទខ្នងទឹកសមុទ្រជុំវិញក៏ស្រកចុះយ៉ាងលឿនកម្រិតទឹកក្នុងរង្វង់រាប់រយលីបានស្រកចុះយ៉ាងច្បាស់ដោយភ្នែកទេហ្វុងត្រីមាសឃើញដូច្នោះក៏នាំគ្នាសុំអង្វរឲ្យគាត់បញ្ឈប់ជាប្រញាប់បងទី3ដែលអាចស្ដាប់ភាសាសត្វបានប្រញាប់ទៅខាងមុខដើម្បីខាត់ដោយចង្អុលបង្ហាញថាបើសិនជាបន្តបែបនេះនឹងបង្កគ្រោះថ្នាក់ដល់ជីវិតសត្វសមុទ្រទាំងអស់បន្ទាប់មកបងទី1ក៏គ្រវីបំពង់នោះឲ្យទៅជា3ទឹកសមុទ្រក៏បាញ់ចេញមកភ្លាមដូចជាប្រភពទឹកហូរត្រឡប់ចូលទៅក្នុងសមុទ្រវិញមិនឈប់មិនយូរប៉ុន្មានទឹកសមុទ្រក៏បានវិលត្រឡប់ទៅសភាពដើមវិញតាមពិតបងប្អូន3នាក់ត្រកូលលាវមិនត្រឹមតែចិត្តល្អទេថែមទាំងម្នាក់មានសមត្ថភាពពិសេសរៀងខ្លួនទៀតផងបងទី1បិទទឹកសមុទ្រស្ងួតតាមពិតគឺដើម្បីជួយមនុស្សចាស់ម្នាក់រកកាក់ដែលធ្លាក់ចូលបាតសមុទ្រមកវិញហ្វុងត្រីមាសបន្ទាប់ពីយល់ពីស្ថានភាពក៏មុជចុះទៅបាតសមុទ្រភ្លាមក៏ហៅមិត្តភ័ក្តិឲ្យរកគ្រប់ទីកន្លែងមិនយូរប៉ុន្មានរលកធំមួយបានបក់មកភ្លាមអណ្ដាតសមុទ្របានលូនឡើងលើច្រាំងដោយស្ពីកាក់មាសមួយធំពេញត្រីមាសសង្ឃឹមថាមនុស្សចាស់នោះនឹងទទួលយកកាក់មាសទាំងនេះប៉ុន្តែមនុស្សចាស់ដ៏សាមញ្ញនោះបែរជាបកដែកពិសេសជាច្រើនដងគាត់ពន្យល់ថាបាត់ត្រឹមតែកាក់មួយបងប្អូនទាំង3កំពុងតែចង់បញ្ចុះបញ្ចូលបរិសុទ្ធចំណាស់ស្រាប់តែមានសត្វសារិកាភ្លើងមួយហើរមកបងទី3យកភាសារបស់វាគាត់បានដឹងថាកូនរបស់វាកំពុងស្ថិតក្នុងគ្រោះថ្នាក់ពួកគេទាំង3ក៏ប្រញាប់ទៅព្រៃឃើញអ្នកកាប់ឈើម្នាក់កំពុងកាប់ដើមឈើដោយពូថៅនៅលើដើមឈើមានកូនសត្វជាច្រើនកំពុងស្រែកឃ្លានបងទី3សុំឲ្យជាងឈើទុកដើមឈើនេះហើយសន្យាថានឹងជួយកាប់ដើមឈើផ្សេងទៀតជាការតបស្នងជាងឈើមើលទៅកូនសត្វនៅលើដើមឈើក៏យកព្រមតាមសំណើរបស់ពួកគេមិនយូរប៉ុន្មានដើមឈើធំក៏ដួលរំជាបន្តបន្ទាប់កូនសត្វទាំងនោះក៏បានវិលមករកជីវិតស្ងប់ស្ងាត់ធម្មតាវិញមិនយូរប៉ុន្មានបងទី3បានជួបពេលតូចមួយដោយចៃដន្យដែលឆ្លាតវៃដោយការនឹកឃើញភ្លាមក៏ចង់ប្រេសសមត្ថភាពរបស់ខ្លួនបង្រៀនវាឲ្យចេះនិយាយភាសាមនុស្សពេលតូចនោះមានទេពកោសល្យខ្ពស់ណាស់ត្រឹមមួយព្រឹកវាបានរៀនចេះនិយាយពាក្យវាសួស្ដីពេលចប់មេរៀនបងទី3ក៏លេងពេលតូចនោះទៅពេលតូចនោះរីករាយទៅរកមិត្តភក្តិរបស់វាដើម្បីលេងជាមួយពេលខ្មៅតែមិននឹកស្មានថាទិដ្ឋភាពនេះត្រូវបានចៅហ្វាយស្រុកដែលឡើងបបាញ់ឃើញលោកចៅហ្វាយស្រុកភាពបាញ់ខ្លួនហើយតែកូនជៀមទាំងពីរមិនបានដឹងខ្លួនតតែសោះបងទី3ប្រញាប់ស្រែកប្រាប់កូនជៀមទើបគេចផុតពីគ្រោះថ្នាក់យ៉ាងប្រផិតប្រផាយតែមិនយូរប៉ុន្មានលោកចៅហ្វាយស្រុកខឹងសម្បាក៏បញ្ជូនមនុស្សឲ្យចាប់បងទី3ទៅមានបំណងនាំទៅឲ្យការខេត្តដើម្បីដាក់ទោសធ្ងន់ពេលកូនជៀមឃើញទិដ្ឋភាពនេះក៏បារម្ភយ៉ាងខ្លាំងក៏ប្រញាប់រត់ចូលព្រៃរកសត្វសារិកាឲ្យជួយពេលនេះបងទី3ត្រូវបានគេឃុំក្នុងទ្រុងបាត់ហើយអ្នកយាមគប់ដោះលែងខ្លាឃ្លានមួយក្បាលមានបំណងឲ្យខ្លាស៊ីវាខ្លាក៏ស្ទុះទៅរកបងទី3យ៉ាងសន្ធឹកនរណាទៅស្មានថាបងទី3គ្រាន់តែលូកដៃចេញហើយស្រែកខ្លាំងមួយម៉ាត់ខ្លាក៏ឈប់ធ្វើចលនាភ្លាមដូចជាឆ្មាដែលស្លូតបូតឲ្យគេអង្អែលលោកចៅហ្វាយស្រុកខឹងសម្បាយ៉ាងខ្លាំងបញ្ជាឲ្យចំបងទី3ជាប់នឹងសនៅថ្ងៃត្រង់ស្អែកប្រហារជីវិតដោយដុតយប់នោះសត្វសារិកាបានរកឃើញបងទី3វាបានចាក់ខ្សែក្រហមពីខ្លួនគាត់យកទៅជាភស្តាប្រញាប់ហោះទៅផ្ទះបងទី3ក្រុមគ្រួសារកំពុងព្រួយបារម្ភពីបងទី3ពេលឃើញខ្សែក្រហមដែលសារិកាបានយកមកក៏បានដឹងថាគាត់មានបញ្ហាតែស្ដាប់ភាសាសត្វខ្នប់មិនយល់មិនដឹងតម្រុយច្បាស់លាស់សំណាងល្អលោកឡែងទុយបានមកដល់ទាន់ពេលតាមរយៈការបញ្ជូនដំណឹងរបស់គាត់បងធំនិងបងទី2ទីបំផុតក៏ដឹងពីដំណឹងបងទី3ចុះពីភ្នំទាំងយប់ហើយមកដល់ទីកន្លែងប្រហារនៅព្រលឹមដើម្បីកុំឲ្យបងទី3រត់រួចក្រុមត្រកូលយកបានរួមគ្នាលើកឆ្នាំងធំមួយយកគាត់ទៅគ្រប់ជាប់ហើយក៏ឲ្យបុរសមាសធំម្នាក់ត្រូវសង្កត់បាតឆ្នាំងយ៉ាងណែនទោះមានកម្លាំងប៉ុណ្ណាក៏ពិបាករត់គេចដែរពេលនោះលោកមេឃុំក៏បានមកដល់ធ្វើឲ្យបុរសមាសធំភ័យញ័រពេញខ្លួនប្រញាប់ទៅមុខដើម្បីថ្វាយបង្គំឆ្លៀតឱកាសនេះបងទី2ក៏បានជួយបងទី3ចេញដោយស្ងាត់ស្ងៀមខ្លួនគាត់វិញត្រូវគេចង់នៅនឹងសជំនួសវិញអនុញ្ញាតឲ្យភ្លើងឆេះខ្លួនឯងទោះជាយ៉ាងណាក៏ដោយបងទី2ដែលតែងតែសំងំអាចគ្រប់គ្រងភ្លើងនៅលើលោកបានគាត់បានរអ៊ូព្រឹក្សាមិនអាគមក្នុងមាត់ភ្លើងនៅជុំវិញភ្លាមនោះក៏ដូចជាបានទទួលបញ្ជាក៏រលត់ទៅវិញយ៉ាងលឿនលោកមេឃុំខំដើរជន់ជើងគូសដោយសារវាប្រហារដោយភ្លើងមិនបានផលក៏សម្រេចចិត្តលងទឹកតែលូកដល់រសៀលបងធំបានឆ្លៀតឱកាសឡើងលើទូកធំដោយប្រើល្បិចបង្វែរអារម្មណ៍បង្វែរឆ្មាំហើយលោកផ្លាស់ប្ដូរបងទី2ចេញពេលលោកចៅហ្វាយស្រុកឡើងលើទូកហើយទូកធំក៏បើកទៅកាន់សមុទ្រជ្រៅពួកគេបានចំបងធំជាប់នឹងថ្មរួចបោះចូលទៅក្នុងសមុទ្រប៉ុន្តែបងទី3បានរៀបចំជំនួយការរួចហើយកំពុងរងចាំជាយូរណាស់មកហើយនៅក្រោមទឹកកាត់ខ្សែពួរបានយ៉ាងងាយស្រួលក្រោយពីបានសង្គ្រោះហើយបងធំបានបញ្ចេញសមត្ថភាពក្នុងសមុទ្រទីសមុទ្រក៏បានបង្កើតជាខ្យល់គួចដ៏ធំមួយយ៉ាងលឿនទូកធំមិនអាចទប់ទល់នឹងការបោកបក់ដ៏ខ្លាំងបែបនេះបានទេក្នុងមួយប៉ព្រិចភ្នែកក៏ត្រូវបុកបែកខ្ទេចខ្ទីលោកចៅហ្វាយស្រុកក្រោយពេលធ្លាក់ចូលទឹកមិនអាចងើបឡើងវិញបានទេទីបំផុតក៏ទទួលបានការដាក់ទោសដែលស័ក្តិសមនឹងខ្លួន